នៅវេលាម៉ោង4:50នាទីបាទថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ2026នៅផ្លូវព្រែកដូនទាវបាទពីផ្សារដូនទាវទៅឆ្ពោះទៅប្រាសាទឯកភ្នំឥឡូវស្ទះបាទស្ទះហើយចម្ងាយពីស្ពានទៅឆ្លងទៅរោងចក្រតែប្រហែលជា250ម៉ែត្រឥឡូវស្ទះនៅកន្លែងហ្នឹងហើយបាទនេះបងប្អូនយើងចេញពីក្រុងមកពោះទៅប្រាសាទឯកភ្នំគឺមកបន្តហើយអ្នកមកក៏មកចេញពីប្រាសាទឯកភ្នំមកក៏មកបដាហើយស្ទះបាទអ្នកដែលទៅពីក្រុងទៅស្ទះអ្នកមកពីនោះមកក៏ស្ទះតែមករួចបានខ្លះបាទហ្នឹងហើយគឺបងប្អូនយើងគាត់លេងសប្បាយច្រើនអញ្ចឹងទៅហើយនឹងចរាចរណ៍ថ្ងៃនេះគឺច្រើនជាងរាល់ថ្ងៃបាទពីម្សិលមិញម្សិលមួយថ្ងៃមិនសូវច្រើនដូចថ្ងៃនេះទេបាទថ្ងៃនេះច្រើនអញ្ចឹងឥឡូវស្ទះផ្លូវបាទនេះស្ងាត់តិចមកនេះបាទឥឡូវខ្ញុំសូមពង្វល់កាមេរ៉ាមកខាងនេះវិញនេះបងប្អូនយើងធ្វើដំណើរបន្តគ្នារហូតបាទនេះបន្តទៅនេះនៅមុខចាស់ខ្ញុំមួយគាត់មកលេងយ៉ាងសប្បាយបាទគាត់មកតាមផ្លូវគាត់ស្ទះគាត់ទៅរួចអញ្ចឹងគាត់ឈប់លេងសិនទៅបាទត្រឡប់ទៅវិញនោះកំពុងតែស្ទះនៅនឹងឯងនោះបាទគឺទៅមុខមិនរួចទេបាទទៅរួចបានតិចបាទរួចបានតិចបាទនោះនៅជាប់នៅនឹងឯងអូសប្បាយហូបក៏ជ្រាវដោយទាំងខ្ញុំដែរហ្នឹង